ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិលជួបគ្នាជាថ្មីបន្តទៀតហើយក្នុងវីដេអូថ្មីរបស់ខ្ញុំហើយវីដេអូនេះខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងពេញចិត្តនិងគាំទ្រជានិច្ចបាទហើយនេះជាសកម្មភាពមួយដែលខ្ញុំបានធ្វើដំណើរនៅតាមដងផ្លូវជាតិលេខ8ហ្នឹងឆ្ពោះទៅរំពង់មូលស្វាយអន្តរបាទហើយនេះជាសកម្មភាពមួយដែរដែលខ្ញុំបានថតនៅសកម្មភាពផ្សេងនៅក្នុងប្រទេសកម្ពុជារបស់យើងដើម្បីចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងពេញចិត្តគាំទ្រនិងជួយចុច Subscribe ឬក៏ជាវម្នាក់មួយផងដើម្បីជាកម្លាំងចិត្តរបស់ខ្ញុំបាទហើយនេះជាទស្សនវិជ្ជាមួយដែលយើងបានមកដល់ទីរួមផ្សារកម្ចាយមីហើយយើងបានឆ្លងស្ពានមកយើងក៏ដល់កន្លែងគេរៀបចំធ្វើសង្ក្រាន្តនៅក្នុងវិទ្យាស្ថានមួយរបស់ស្រុកកញ្ចាយមានផងដែរបាទហើយយើងក៏បន្តធ្វើដំណើរបន្តទៀតដើម្បីទៅដល់រំពង់មូលផងដែរបាទហើយនេះជាសកម្មភាពរបស់យើងកំពុងធ្វើដំណើរបន្តទៀតហើយខ្ញុំមិនមានអ្វីច្រើនទេគ្រាន់តែសង្ឃឹមថាពុកម៉ែបងប្អូននឹងចូលចិត្តជាច្រើនដើម្បីជាការចែករំលែកនៅរាល់ទស្សនវិជ្ជាទាំងអស់របស់ខ្ញុំដែលខ្ញុំបានធ្វើការចែករំលែកនៅតាមដងផ្លូវបាទនេះជាទស្សនវិជ្ជាមួយហើយខ្ញុំមិនមានជាវីដេអូច្រើនអីទេប៉ុន្តែខ្ញុំគាត់ថាបង្ហាញទៅកាន់ពុកម៉ែបងប្អូនហ្នឹងឲ្យបានឃើញនៅទស្សនវិជ្ជានៅតាមដងផ្លូវបានហើយនេះយើងបានចិត្តមកដល់រំពង់មូលស្វាយអន្តរហើយយើងក៏ធ្វើដំណើរបន្តទៀតបាទហើយនេះជាទស្សនវិជ្ជាមួយដែលយើងឃើញថាមានចរាចរណ៍មមាញឹកនៅក្នុងរំពង់មូលស្វាយអន្តរផងដែរបាទហើយជាចុងក្រោយខ្ញុំមានតែម្រាមដៃ10សូមអរគុណហើយសូមជម្រាបលា